ថ្ងៃក្តីស្រឡាញ់សខំចូលលុយគ្នាទិញនំជូនគ្រូបែរជាគ្រូបំផ្លាញទឹកចិត្តយករំពាត់វាយទៅវិញថ្ងៃនៃសេចក្តីស្រឡាញ់14កុម្ភៈសិស្សបានចូលលុយគ្នាទិញនំជូនគ្រូមកដល់ថ្នាក់បែរជាត្រូវគ្រូវាយមិនដឹងថាខុសឬត្រូវតែមានហេតុផលរៀងៗខ្លួនសម្រាប់សិស្សមិនទាន់ចេះគិតច្រើនអាចគិតថាបង្ហាញក្តីស្រឡាញ់ជូនគ្រូមិនខុសអ្វីចំណែកគ្រូអាចគិតថាខុសវិន័យបើបណ្ដោយបែបនេះវានឹងក្លាយទៅជាភាពអនាធបត័យប៉ុន្តែបើអាចសូមត្រឹមអប់រំគាត់កុំវាយពួកគាត់បានទេអាណិតទឹកចិត្តគាត់ជុំវិញរឿងនេះផងដែរមានពលរដ្ឋជាច្រើនបានបញ្ចេញមតិរិះគន់ទៅលើគ្រូថាមកពីចរិតគ្រូបែបនេះហើយទើបបានជាសិស្សភាគច្រើនខ្លាចជាក្មេងពាលគ្មានមនោសញ្ចេតនាលើគ្រូបង្រៀនឯខ្លះទៀតថាគ្រាន់តែនិយាយស្ដីអប់រំបានហើយហេតុអីចាំបាច់ត្រូវវាយនឹងរំពាត់បំផ្លាញទឹកចិត្តសិស្សខ្លាំងណាស់